តាអ្នកទាំងអស់គ្នាដឹងទេថាដាវមានពាន់ចំអល់នេះមានចំណុចខ្សោយអីខ្លះក្នុងរឿងគិតកោ Seven ហៅគាត់ថា Seven ជាតួឯកតែមួយគាត់កម្លាំងគាត់ខ្លាំងហួសហើយអាវុធគាត់ក៏មានមុនស្នេហ៍ខ្លាំងណាស់តែអ្នកប្រហែលជាមិនដឹងទេថាដាវមានពាន់ចំអល់ដែលយំទូថែរក្សានេះមានឥទ្ធិពលខ្លាំងលើសលប់នៅក្នុងរឿងអ្នកសម្លាប់ Seven ក្នុងសាច់រឿងនេះក្នុងនាមជាតួអង្គមិនត្រឹមតែមានកម្លាំងខ្លាំងលើសលប់ទេសូម្បីតែអាវុធដែលកាន់ក្នុងដៃក៏លើសលប់ជាងតួអង្គរបស់គេដែរភាពខ្លាំងក្លានិងមុនស្នេហ៍ដ៏គ្រោះថ្នាក់របស់វាមិនអាចបដិសេធបានឡើយប៉ុន្តែអ្វីដែលអ្នកប្រកាសជាមិនដឹងនោះគឺតាមពិតដាវបេសាចហិរញ្ញដែលជាកំណប់ទ្រព្យដ៏ពិសិដ្ឋដែលត្រូវបានការពារដោយវិញ្ញាណអាក្រក់រាប់ពាន់ឆ្នាំមានធម៌ពលតែវាក៏មានរឿងចម្លែកផងដែរចំណុចខ្សោយដ៏ធ្ងន់ធ្ងររបស់វានឹងនាំអ្នកមកវិភាគម្ដងមួយពីចំណុចខ្សោយដាវបេសាចហិរញ្ញដែលអ្នកមិនធ្លាប់ដឹងគេដឹងថាដាវបេសាចហិរញ្ញនៅលើស្រោមដាវមានឆ្លាក់លេខ5ពីសញ្ញានេះមិនត្រឹមតែតំណាងឲ្យម្ចាស់វាដែលជាសម្ព័ន្ធឃាតករតំណែងជាមេឃាតក៏ឯកនោះទេថែមទាំងតំណាងឲ្យអំណាចវាប្រហារដែលគ្មានគូប្រៀបវាក៏តំណាងឲ្យកម្លាំងមហាអំណាចថាមិនអាចវាស់ស្ទង់បានឡើយចំណែកដាវបេសាចហិរញ្ញនេះវិញអាវុធនេះមានវិញ្ញាណអាក្រក់រាប់ពាន់ឆ្នាំនៅថែរក្សាក្បាច់ពិសេសដែលវាបញ្ចេញមកគឺមិនអាចមើលស្រាលបានឡើយវាមានក្បាច់ច្រើនហើយពិបាកទីណាស់ធ្វើឲ្យអ្នកមើលព្រឺភ្នែកក្បាច់នេះមួយហាក់មានកម្លាំងនិងចិត្តណាសម្រាប់ដល់ដែនកំណត់ដូចជាពាន់ដាវបង្រួមពាន់ដាវដេញពាន់ដាវហោះកាប់រំលំតបព្យុះហូរឈាមនិងពាន់ដាវការពារក្បាច់ទាំងអស់នេះអាចឲ្យគូត្រូវបានភ្លាមទាំងកម្លាំងនិងឥទ្ធិពលធ្វើឲ្យគូប្រកួតគ្មានឱកាសតាំងឡើយដោយសារហេតុនេះហើយទើបដាវវេទមិនពាន់ឆ្នាំនេះមនុស្សទូទៅហៅវាថាជាអាវុធវីលុកដ៏ខ្លាំងគ្មានគូប្រៀបផ្ទឹមឡើយដាវនេះវាមិនការពារទេតែមានតែវីលុកកាន់តែខ្លាំងគុណសម្បត្តិរបស់ម៉ូជីនឈិននិងកាន់តែបង្ហាញភាពល្អរបស់វាតែនេះក៏ជាចំណុចខ្សោយដ៏គ្រោះថ្នាក់បំផុតបើក្នុងសមរភូមិសត្រូវចាប់បានគម្លាតការពាររបស់ដាវនោះការវីលុករបស់គេនឹងមិនអាចមានប្រសិទ្ធភាពឡើយថែមទាំងអាចបរាជ័យព្រោះខ្វះការការពារព្រោះក្នុងโลกនេះនៃពិភពគុណតែងតែមានឈ្នះចាញ់តាមច្បាប់មិនផ្លូវការមួយគឺគ្មានអាវុធមួយណាអាចខ្លាំងគ្មានគូប្រៀបនោះទេមានតែសមត្ថភាពផ្ទាល់ខ្លួនខ្លាំងជាងគេទី2ភាពស័ក្តិសមរបស់ដាវវេទមុន1000ឆ្នាំដាវនេះមិនមែនជាអាវុធធម្មតាទេវាស័ក្តិសមសម្រាប់តែអ្នក Seven ប្រើប៉ុណ្ណោះបើអ្នកដទៃព្យាយាមប្រើវានឹងមិនអាចបញ្ចេញធម៌ពលឬដកពីស្រោមបានឡើយភាពស័ក្តិសមពិសេសនេះធ្វើឲ្យដាវវេទមុននេះអាចរួមបញ្ចូលគ្នាជាមួយ Seven បានអ្នកផ្សេងមិនអាចគ្រប់គ្រងធម៌ពលពិតរបស់វាបានទេលុះត្រាតែ Seven លេចមុខមកទើបដាវបេសាច1000រកឃើញម្ចាស់ពិតរបស់វាព្រមទាំងបញ្ចេញធម៌ពលដ៏ខ្លាំងក្លាដោយនឹកស្មានមិនដល់បើមិនបានជួប Seven ទេដាវនេះគ្រាន់តែជាសម្រាមដែកឥតប្រយោជន៍គ្មានអ្នកណាដឹងតម្លៃវាផងដូចនេះកម្លាំងរបស់គឺដាវបេសាច1000គឺមិនមែនមកពីដាវនោះផ្ទាល់ទេតែគឺមកពីចំណងរវាងដាវនិង Seven កិច្ចសន្យាពិសេសមួយមានតែម្ចាស់ទេទើបមានសិទ្ធិកាន់កាប់គុណភាពរបស់វាថែមទាំងលើដាវលើស៊ុយរបស់ឈីងហ្វុងធ្វើឲ្យវាคล้ายជាអាវុធទេដ៏ខ្លាំងពូកែបំផុតចំណុចខ្សោយទាំងនេះរបស់ដាវឈៀនរឿននេះមើលទៅហាក់ដូចជាបាត់បង់ឥទ្ធិពលខ្លះនៃភាពមិនចាញ់ប៉ុន្តែវាបង្ហាញពីភាពស្មុគស្មាញនៅពីក្រោយអាវុធទេពនេះវាមិនត្រឹមតែជាអាវុធអាថ៌កំបាំងទេតែវាក៏ជាផលនៃជោគវាសនានិងចិត្តមនុស្សដែរកម្លាំងរបស់ដាវឈៀនរឿននេះមិនមែនពឹងផ្អែកលើតែការបែកបាក់ទេគ្រាន់តែពឹងផ្អែកលើវាដែលបែកបាក់ចំពោះមនុស្សគឺពឹងផ្អែកលើម្ចាស់របស់វាទំនាក់ទំនងយ៉ាងជ្រាលជ្រៅភាពទន់ខ្សោយទាំងនេះហើយក៏ដាវគុំ1000ក៏ក្នុងរឿងទីតាំងរបស់វាកាន់តែពិសេសនិងទាក់ទាញ